មើលទៅលោកហាក់ជាមានការគួរសមណាស់ខ្ញុំព្រមឲ្យលោកបើកវត្តចោះតែមានលក្ខខណ្ឌមួយកុំអីកុំចាប់ខ្ញុំអីសូមមេត្តាផងគឺបាក់សីវាកំពុងតែស្រែកជេរទ្រង់ក្រាបទូលវាជេរថាទ្រង់ជាស្ដេចខូខើណាស់គ្មានសមត្ថភាពនឹងតែងតែធ្វើបាបប្រជារាស្ត្រផងដែរក្រាបទូលតែផ្ដាស់គ្មាននរណាអាចនិយាយនឹងសត្វបានទេរឿងបរោះចេះភាសាសាស្ត្រកាលពីព្រេងនាយមានប្តីប្រពន្ធ2នាក់រស់នៅជិតមាត់ព្រៃពួកគាត់គ្មានកូនទេលុំមានរាត្រីមួយបរោះជីប្តីក៏បានពោលទៅកាន់ប្រពន្ធថាម៉ែវាមើលចុះប្រច័ណ្ឌពេញបរមីខែស្អាតណាស់បងគិតថាពួកយើងគួរតែបួងសួងសុំកូនតែម្ដងទៅហីចានេះខ្ញុំក៏ថាអញ្ចឹងដែរប្រច័ណ្ឌពេញបរមីដ៏សែនស្អាតអើយត្បិតអីកូនចៅមិនមានកូនទេសូមមេត្តាប្រទានកូនដល់ពួកយើងផងប៉ុន្តែហើយសូមមេត្តាប្រទានកូនឲ្យពួកយើងផងព្រោះពួកយើងចង់មានកូនខ្លាយជាគ្រួសារពេញលេញដូចគេដែរប្តីប្រពន្ធទាំងពីរកំពុងតែបួងសួងស្រាប់តែមានពន្លឺដ៏ស្អាតមួយបានហោះមករកនៅចំពោះមុខមីងមត់ភ្លាមមួយរំពេពុកវាមើលចោះមានពន្លឺស្អាតណាស់មុខជាការប្រទានពីទេវតាឲ្យម៉ែវាឯងទទួលយកមកឆាប់ឡើងចាពុកវាមីងមុំមិនតាន់បានទទួលផងស្រាប់តែពន្លឺនោះក៏បានហោះចូលទៅក្នុងពោះបានដល់ឲ្យគាត់មានផ្ទៃពោះភ្លាមមួយរំពេពុកវាមើលចោះខ្ញុំមានផ្ទៃពោះហើយប្រសើរណាស់ម៉ែវាខ្ញុំសប្បាយចិត្តណាស់ខ្ញុំជូនម៉ែវាឯងចូលទៅសម្រាកចុះណាមកយឺតម៉ែវាយឺតចាពុកវាពុំមត់តែងតែមើលថែយកចិត្តទុកដាក់ចំពោះប្រពន្ធគ្មានប្រហែសឡើយហើយទីបំផុតគាត់ក៏ទទួលបានកូនប្រុសដ៏សង្ហាម្នាក់20ឆ្នាំក្រោយមកខៃសូតកូនខៃសូតទៅណាហើយចេះម៉ែវាឯងរកកូនមានការអីមែនទេបានជាហៅគ្នាទាំងព្រឹកបែបនេះណូខ្ញុំចង់ឲ្យកូនទៅបាច់វោមកចង់ផ្ទងនៅខាងក្រោយនឹងណាប្រហែលជាកូនកំពុងតែដាំបន្លែនៅក្រោយហើយកូនយើងអសានណាស់គេក្រោកពីព្រឹកតែម្ដងខ្ញុំថាកូនហត់ហើយកុំអាលប្រើវាអីម៉ែវាចាពុកវាអញ្ចឹងខ្ញុំទៅផ្សារមួយផ្លេតណាពុកវាមើលផ្ទះផងបាទម៉ែវានិយាយអំពីខៃសូតវិញគាត់មានទឹកចិត្តល្អណាស់ហើយគាត់មានញាណពិសេសម្យ៉ាងអាចទំនាក់ទំនងជាមួយសពសត្វបានទាំងអស់ផងដែរនៅចាស់មកទៅក៏ល្អដែរដែលមានទឹកស្ទឹងនេះគ្រាន់នឹងប្រើប្រាស់ចាំមើលចុះខ្ញុំនឹងដាំឲ្យដាំទៀតមិនឲ្យខ្វះអាហារធម្មជាតិហូបទេថ្ងៃនោះខៃសូតដងទឹកស្រោចដំណាំបានចង្រីករាយលុះធ្វើការបាត់បន្តិចគាត់ក៏បានសង្កល់ឃើញថាត្រីនេះមកពីណាអញ្ចេះធំល្អណាស់ណោះបើបានយកទៅធ្វើម្ហូបឲ្យពុកនឹងម៉ែពិសាមិនដឹងជាល្អយ៉ាងណាទេឮបែបនោះហើយត្រីក៏បានពោលថាកុំចាប់ខ្ញុំអីសូមមេត្តាផងនេះឯងកំពុងតែសុំអង្វរខ្ញុំមែនទេមែនហើយខ្ញុំបានធ្វើដំណើរមកពីតំបន់គ្មានទឹកនឹកថាទីនេះនឹងអាចសង្គ្រោះជីវិតខ្ញុំបានពេលនេះខ្ញុំបានរកឃើញប្រភពទឹកហើយតែបែរជាលោកប្រទះឃើញទៅវិញទម្រាំតែរកទីនេះឃើញឯងមុខជាវេទនាណាស់ហើយមែនទេបាត់ហើយសូមអាណិតខ្ញុំផងម្យ៉ាងខ្ញុំកំពុងតែមានផ្ទៃពោះផងណាដឹងទេមែនណោះចាំខ្ញុំជួយយកឯងដាក់ទៅក្នុងទឹកមែនទេអរគុណលោកណាមិនអីទេឥឡូវនេះឯងទៅចុះណាសំណាងល្អណាស់ត្រីឆ្លាតអរគុណលោកពិតជាមនុស្សល្អណាស់ខ្ញុំលាហើយទៅចុះឃើញថាត្រីហែលទឹកទៅឆ្ងាយដោយក្តីរីករាយខៃសូតផងដែរក៏រីករាយដូចគ្នាមើលទៅឯងហាក់បីដូចជារីករាយនឹងគោលដៅដែលខ្លួនឯងចង់បានណាខ្ញុំក៏សង្ឃឹមថាខ្ញុំនឹងទទួលបានគោលដៅដូចជាឯងនៅក្នុងជីវិតផងទៅចុះពលចប់ហើយខៃសូតក៏បានបន្តធ្វើការស្រែកដំណាំរហូតរួចរាល់និងបានវិលទៅផ្ទះវិញជាមួយនឹងបន្លែនៅក្នុងដៃ
មកវិញហើយមែនទេកូន បានម៉ែកូនបានបេះបន្លែមកខ្លះទៀតផង ចាល្អហើយកូនកូនទៅសម្រាកចោះណាស្អែកត្រូវទៅបោចវល្លិផង បានម៉ែ ថ្ងៃមួយពេលដែលពូមុតនិងខៃសូតធ្វើដំណើរទៅក្នុងព្រៃដើម្បីបោចវល្លិស្រាប់តែមានខ្លាដ៏ធំមួយក្បាលបានចេញមកនិងចង់វាយប្រហារទៅកាន់ពួកគេ ពងមានខ្លាធំណាស់រត់ទៅកូនខ្លាធំណាស់ឆាប់រត់ទៅ ថ្ងៃនោះពួកគេហាក់គ្មានជំរឿសទេព្រោះខ្លាមកកាន់តែគៀកទៅហើយហេតុនេះខៃសូតបាននិយាយទៅកាន់ខ្លាថា ខ្លាដ៏មានរិទ្ធសូមកុំស៊ីពួកខ្ញុំអីយ៉ាងណាក៏ឯងមិនអាចជាពីជំងឺបានដែរកូនលាក់ខ្លួនសិនទៅចំពុកទៅប្រយុទ្ធជាមួយវានិយាយនឹងវាមិនយល់ទេកុំតន់អីពងទុកឲ្យខ្ញុំព្យាយាមសិនខ្លាយើងដឹងថាឯងមានរបួសក្រំក្នុងនេះបើមិនព្យាបាលឯងអាចស្លាប់បានណា ខ្លាហាក់នៅស្ងៀមមិនក្រហមទៀតទេវាហាក់បីដូចជាកំពុងតែទទួលដឹងសេចក្តីពីអ្វីដែលខៃសូតនិយាយ ជឿចុះខ្ញុំនឹងព្យាបាលឲ្យឯងសុំចាំមួយផ្លេតណា ខៃសូតបានចូលមែកឈើស្មៅនិងស្លឹកឈើមួយចំនួនមកលីឡំបញ្ចូលគ្នារួចក៏បានពូតយកទឹកឲ្យខ្លាផឹកលុះវាផឹកហើយវាក៏បានក្រាបចុះហាក់កំពុងតែទទួលបានអារម្មណ៍ធូរស្រាល ផឹកថ្នាំនេះទៅមិនអីទេឯងនឹងបានជាវិញជាមិនខានហើយនឹងជានៅក្នុងពេលដ៏ខ្លីតែម្ដងផងដែរណា ខ្លាងក់ក្បាលរួចក៏បានផឹកទឹកទាំងអស់ហើយវាក៏បានធូរមែនជាលទ្ធផលវាក៏បានលិតខៃសូតហាក់កំពុងអរគុណនិងបានដើរចេញបាត់ទៅ សំណាងល្អណាស់ខ្លាកំសត់នេះកូនឯងនិយាយដឹងសេចក្តីជាមួយខ្លាបានមែនទេបានកូនមិនដឹងដែរតែវាបាននិយាយថាអរគុណណាស់ម្យ៉ាងនៅខាងមុខមានវល្លិល្អនិងមានកំណប់ទៀតផងថាម៉េចនេះគឺជាការពិតមែនទេខ្លាបាននិយាយបញ្ជាក់ថាទីនោះមានពស់ធំចាំការពារខ្លានិយាយថាត្រូវប្រយ័ត្នហើយបើពួកយើងមានសំណាងល្អពស់នឹងមិនធ្វើបាបពួកយើងទេ ពូមុតហាក់មិនជឿទេព្រោះគ្មានមនុស្សឯណាអាចនិយាយបានជាមួយខ្លាបានឡើយតែរឿងនេះគាត់ហាក់ស្រពេចស្រពើនៅក្នុងចិត្តណាស់ តោះពងពួកយើងទៅតោះកូន ដោយខៃសូតទទួលបានពីខ្លាប្រាប់មែនទីនោះពិតជាមានវល្លិល្អហើយក៏មានរន្ធពស់ដ៏ធំចំកណ្ដាលផងដែរ ពងមើលចុះមានវល្លិដោះលើដីដំបូកល្អណាស់ល្អតើកូនពុករៀបចំកាប់វាសិនចឹងឈប់សិនពងនោះមានរោងធំណាស់មុខជារោងពស់ដូចខ្លានិយាយមែនហើយអញ្ចឹងកូនគិតធ្វើបែបណាទៅចាំកូនទៅនិយាយជាមួយពស់សិនថាម៉េចសួស្ដីនៅក្នុងរោងនេះមានអ្នកណារស់នៅដែរទេខ្ញុំសូមអនុញ្ញាតបោចវល្លិផងណា មិនបានទេយើងមិនអនុញ្ញាតឡើយចេញទៅកុំរំខានយើង តែខ្ញុំពិតជាត្រូវការវល្លិនេះជាចាំបាច់ណាស់សូមអនុញ្ញាតផងបានទេអ្នកបងពស់ដ៏គួរឲ្យគោរពខ្ញុំនឹងសងអ្នកបងវិញ ពូមុតឃើញសកម្មភាពរបស់កូនប្រុសបែបនេះគាត់ក៏បានគិតនៅក្នុងចិត្តថា កូនខ្ញុំហើយកូនខ្ញុំតើមានរឿងអីទៅមិនក៏កូនខ្ញុំមានរឹកពីចម្លែកខុសពីមនុស្សធម្មតាទៅវិញនោះឬមួយក៏ដោយសារតែកូនខ្ញុំត្រូវច័ន្ទគ្រាសកន្លងទេដឹងអ្នកបងពស់សូមមេត្តាយោគយល់ផងទៅណា មើលទៅលោកហាក់ជាមានការគួរសមណាស់ខ្ញុំព្រមឲ្យលោកបោចវល្លិចោះតែមានលក្ខខណ្ឌមួយ បានតាសូមនិយាយមកចុះ សូមលោកជួយបង្កើតកូនខ្ញុំចេញមកផងខ្ញុំកើតមិនចេញទេជាច្រើនថ្ងៃហើយខ្ញុំវេទនាណាស់ បានមានអីអ្នកបងលួនចាញ់មកក្រៅមក ចាមើលចោះពស់ដ៏ធំបានលូនចេញមកហើយធ្វើឲ្យពូមុតភ័យព្រួយជាខ្លាំង ពស់មានពស់ធំណាស់កូនឯងកិច្ចចេញទៅមិនអីទេពងអ្នកបងពងត្រូវការឲ្យខ្ញុំជួយគាត់មិនអីទេគាត់មិនធ្វើអីខ្ញុំទេពង ខៃសូតបានជួយសម្រួលសរសៃនិងជួយសម្រាលដល់ការសម្រាលនាងពស់លើទីបំផុតពស់ក៏បានសម្រាលបានសុទ្ធដ៏ធំមួយប្រសើរណាស់ទីបំផុតខ្ញុំសម្រាលចេញហើយអរគុណណាស់
មិនអីទេខ្ញុំក៏អរគុណដល់អ្នកបងដែរណាអ្នកបងពោះយ៉ាងម៉េចទៅហើយកូននិយាយដឹងសេចក្តីគ្នាដែរឬក៏អត់បានដឹងតាពង ចូលពួកលោកបាច់វ័ននោះចោះហើយខ្ញុំនឹងឲ្យកំណត់ដល់ពួកអ្នកផងដែរ ពងពុកបានឮទេពួកយើងនឹងមិនក្រទៀតទេ ពុំមកហាក់វិលវល់បន្តិចប្រកាសពិតជាមិនដឹងរឿងថាខៃសឺតនិងពស់និយាយគ្នាយ៉ាងណាទេ អរគុណហើយណា ពុំមកចាប់ផ្ដើមមើលឃើញថាអ្វីៗខៃសឺតមិនមែនមិនគ្រប់ទេផ្ទុយទៅវិញគាត់គឺជាមនុស្សដែលមានចំណុចពិសេសតា ពុកមើល